ការទីផ្សារទៅលើប្រភេទជ្រូកកណ្ដុរបច្ចុប្បន្ននេះមានការឡើងប្រសើរឡើងខ្លាំងមែនទែនតែតែនោះមិនមែនគ្រាន់តែទីផ្សារកើនឡើងទេការផ្គត់ផ្គង់ជាពិសេសតំបន់ដែលខ្ញុំចុះទៅទិញនេះបងប្អូនជនជាតិដើមភាគតិចរបស់យើងក៏ចាប់អារម្មណ៍ទៅលើមុខរបរនេះច្រើនកើនទាំងការចិញ្ចឹមចាប់អារម្មណ៍កាន់តែខ្លាំងហើយមិនមែនតែគ្រាន់តែទីផ្សារនិងការផ្គត់ផ្គង់ទេបងប្អូនតម្លៃគឺកើនឡើងល្អណាស់បាច់ប្រៀបធៀបដល់5ឆ្នាំនៃការធ្វើការមួយគាត់ទេតែ2ឆ្នាំចុងក្រោយលើរដូវកាលឆេញមេឃនឹងឃើញហើយគឺមួយក្បាលគីឡូដូចគ្នាកើនឡើងចន្លោះ60000រៀលមួយក្បាលជាមួយនឹងតម្លៃចាស់មិនមែនមួយក្បាល60000ទេកើន60000នៅក្នុងតម្លៃចាស់នេះសបញ្ជាក់ឲ្យឃើញថានិយាយទៅយើងមានចំណុចល្អច្រើនចំណូលបានចូលទៅដល់សហគមន៍ច្រើនបើសិនជាប្រៀបធៀបតម្លៃនេះមកវគ្គទៅមួយវគ្គចុះទៅទិញគឺឃើញមានការកើនឡើងខ្លាំងមែនទែនមានបងប្អូនដែលគាត់ចុះទៅប្រមូលទិញក៏ច្រើនបងប្អូនដែលគាត់ជាអ្នកខ្វាយគាត់ចុះទៅទិញក៏ច្រើនអញ្ចឹងតម្លៃគឺយើងត្រូវទៅដើមវាទិញប៉ុន្តែមិនមែនថាមិនសប្បាយចិត្តទេសប្បាយចិត្តក្នុងការកើនឡើងប៉ុន្តែចង់ឲ្យការកើនឡើងនេះនៅតែបន្តល្អសម្រាប់សហគមន៍ណាវាការប្រកួតប្រជែងណាមួយដែលនាំឲ្យមានផលប៉ះពាល់ទៅដល់ផលិតផលនេះក៏ដូចជាប៉ះពាល់ទៅដល់មុខរបររបស់សហគមន៍ទាំងមូលផងដែរ